បងប្អូននឹងខ្ញុំមកប្រាប់របៀបធ្វើជុងមិនទឹកណាបងប្អូនងាយស្រួលបងប្អូនណាបាទជាដំបូងណាយើងយកខ្សែលងតាន់មកបាទនេះយើងកាត់3ទឹកបងប្អូនណាបាទនេះយើងវាស់នេះ3ទឹកបងប្អូនបាទនឹង3ទឹកបាទវាស់មើល3ទឹកខ្សែនេះបាទយើងកាត់3ទឹករួចហើយយើងដុតបងប្អូនណានេះដុតដាក់ក្បាលហ្នឹងបាទអូនដុតដល់ហ្នឹងឲ្យរៀងប៉ោងតិចវាបានតពុះហើយបងប្អូននេះយកខ្សែត្រេះយើងមកខ្សែជប៉ុននេះបាទនេះបងប្អូនសោកកវលចូលហ្នឹងមកស្រួលចងណាបាទអាកវលវាហ្នឹងបងប្អូននេះកវលនេះកវលពុំអត់ផ្សាទេបាទវាចាក់ពុំបងប្អូនដាក់សោកចូលក្នុងអាវងហ្នឹងមកហើយបងប្អូនយកអាខ្សែហ្នឹងមកបងប្អូននេះបត់វាណាបងប្អូននេះបត់ចេះយើងបងប្អូនមើលឃើញនេះយើងបត់ជា2ខ្លីនេះមកបាទបត់ជា2ផាជា3 4ហុនក៏បានដែរបាទបងប្អូនយកអាខ្សែលំតាន់នេះមកបាទនេះបងប្អូនដាក់វាចេះហ្នឹងបងប្អូននេះដាក់វាចូលចឹងមកបាទនេះខ្ញុំថតអ្នកឯងឲ្យច្បាស់នេះបងប្អូនបាទបងប្អូនយកចុងវារុំចេះហ្នឹងបងប្អូនបាទរុំទៀតជុំ2ជុំ3ជុំ4ជុំអីចឹងមកណាបងប្អូន4ជុំមកវាពួកស្អីធំយើងដាក់5មួយជុំហើយពួកវាធំបាទនេះបងប្អូនសោកនឹងអានេះមកណាបាទសោកឥឡូវហ្នឹងមកបងប្អូនមើលហ្នឹងហើយដាក់ឲ្យយើងរុំឲ្យយើងសោកឲ្យយើងកាន់អាក្បាលហ្នឹងមកបងប្អូននេះកាន់ក្បាលមកបងប្អូនទាញចេះមកណាបាទរឹតចេះទៅហើយបងប្អូនចង់ឲ្យវាជាប់ល្អបងប្អូនយកទៅកាប់មកចាប់អាជេនេះបងណានេះចាប់ជេនេះទាញចេះបងណាបាទទាញឲ្យតឹងបាទបងទាញចឹងហើយរត់ហើយបងប្អូនទាញអានេះវិញសាទៀតបាទទាញសាទៀតហើយបងប្អូនចង់ឲ្យវារូតល្អកុំឲ្យអាពួកនេះវានៅលើចឹងណាបាទនៅលើចឹងឧទាហរណ៍យើងអរិញនេះកវលបាទកវលវាចូលដាក់កវលនេះវាទៅវាតាក់អាហ្នឹងបងប្អូននេះបាទវាទៅពីលើអញ្ចឹងវាតាក់អញ្ចឹងហើយបងប្អូនចង់ឲ្យវាតាក់បងប្អូនដាក់អាក្បាលនេះកវលចុះក្រោមណាបងប្អូននេះបងប្អូននេះទាញចេះមកបាទបងប្អូនកវលក្បាលនេះមកក្រោមមកបាទហើយទាញឲ្យតឹងមកបាទបងប្អូនយកកត្រៃកាត់វានេះកាត់វាខ្លីគៀកមកបាទនេះកាត់វាគៀកបាទខ្លីគៀកមកបងប្អូនបាទបងប្អូនបើថាវាបែកព្រុយបងប្អូនរោវាបន្តិចទៅរោក្បាលនេះបន្តិចទៅហ្នឹងហើយបងប្អូននេះយកកវលហ្នឹងដាក់ចេះមកបាទដាក់ប្រហែលជា3ហ៊ុនណាបងប្អូនពី3ហ៊ុនអញ្ចឹងបងប្អូនបត់វា2ចេះមកបាទបត់ហើយបងប្អូនគួចចេះបាទយើងគួចចូលគ្នាអញ្ចឹងមកបងប្អូននេះគួចអញ្ចឹងមកបងប្អូនរឹតនេះជាប់ចេះហើយនេះបាទចាំហើយអត់ទេបាទថយក្រោយនេះបាទចាំបងប្អូនកាត់វាបាទកាត់វាអញ្ចឹងមកបងប្អូនកាត់អាហ្នឹងកាត់វែងក៏អត់អីដែរបងប្អូនរោលតិចមកហ្នឹងនេះហើយបងប្អូនបើចង់អាខាងដូចខ្ញុំប្រាប់ជាងកាត់ទៅវាអាខាងហ្នឹងវាកងប់ទៀបជាងគេអញ្ចឹងយើងរោលចងខាងហ្នឹងទៅយើងដាក់អញ្ចឹងមកវាមូលល្អណាបងប្អូនបាទនឹងវាមូលស្អាតហើយបងប្អូនសោកជាងមកសោកឲ្យយកអាកវលនេះបងប្អូននេះពីប្រើកវលឡើងទៀតកវលលើបាទកវលឡើងមកនេះបាទបងប្អូនសោកចេះបាទសោកចង់អា2គាត់ពីមូពីកន្លែងហ្នឹងបាទមូលុះហើយនេះបាទនេះសោកណងបាទហើយបងប្អូនដុតវាចេះបាទនេះដុតវាបានតពុអញ្ចឹងហើយវាអត់ធ្លាក់ទៅទេហ្នឹងហើយ
ហើយអានឹងរួចរាល់ហើយបងប្អូនយកអានងយើងខ្សែអានងយើងហ្នឹងបាទខ្សែក្តៅក្តោបងប្អូនយកខាងចុងវាមកនេះបងប្អូនយកខាងចុងវាបងប្អូនដាក់កាវតិចមកឲ្យវារឹងស្រួលសោកណាបាទហើយយើងយកត្រៃយើងកាត់ហើយយើងឆែបតិចមកស្រួលតិចមកហ្នឹងហើយវារឹងអញ្ចឹងស្រួលសោកបងប្អូនណាហើយសោកបងប្អូនសោកចូលអានោះឲ្យអស់បាទនេះដូចខ្ញុំធ្វើហ្នឹងបាទនេះសោកចូលអានោះទាំងអស់នឹងមកបាទចូលអស់មកអីទេហើយបងប្អូនហើយយកមកហូបចងអានងនេះខ្ញុំប្រាប់របៀបចងអានងទៀតអូនណាបាទចងអានងអានឹងយើងរូបយកម្ដងមួយនេះយើងចងពីក្បាលមកយើងប្រមូលចូលគ្នាយកមកនេះហើយកុំឲ្យជាពាក់នេះបងប្អូនហើយអូនយកម្ដុំនោះគួចចងអីចេះបងប្អូនចងនោះយើងគួចអញ្ចឹងបាទនឹងស្រួលបងប្អូនគួចអានេះសងខាងហើយបងប្អូនគួចវានេះមកហើយជា6 7ហ៊ុននេះណាបងប្អូននេះយើងរឹតនេះមកនេះរឹតមកហ្នឹងហើយយើងចង់វាស់ຂະຫນាត់ក៏បានហើយមើលវាស់ទេបងប្អូនដាក់អញ្ចឹងហើយបងប្អូនទាញមកបាទទាញអាមួយនេះដែលសោកក្នុងអានងទាំងអស់ហ្នឹងបងប្អូនទាញយកមួយមកបាទទាញយកមួយយកមកបងប្អូនដាក់ទល់នឹងអាកន្លែងគួចហ្នឹងបាទនេះហើយវាកងគ្នាតែតិចបានហើយបងប្អូនហ្នឹងហើយចាំបាច់កងច្រើនពេកដាក់ដល់គ្នាក៏បានដែរកងច្រើនខាតហើយវាចូលប្រឡោះហ្នឹងហើយវាអត់មកចំមកកន្លែងខ្សែចិត្តឃើញខ្សែទេវារុកក្បាលរុកក្នុងប្រឡោះហ្នឹងហើយបាទបងប្អូនបើថាវាចង់គៀកតិចទៀតយើងស្រាយអានេះយើងរឹតចេះមកយើងរុញមកហ្នឹងហើយគៀកជាងមុនតិចហ្នឹងហើយបងប្អូនធ្វើវាស់អញ្ចឹងបាទហើយអាខ្សែនេះយើងវាស់3ទឹកបងប្អូនហើយអានេះយើងដាក់យើងគួចចឹងមកបងប្អូនណាគួចដូចខ្ញុំបង្ហាញហ្នឹងបងប្អូនបាទនេះបងគួចដល់កន្លែងកវលនេះមកបាទហ្នឹងគួចសងខាងបងប្អូនគួចគៀកហ្នឹងមកនេះខាងនេះយើងគួចយកហើយនេះគួចសងខាងចឹងមកវាអត់ទៅណាទេហើយចាំយើងកាលណានេះយើងសោកវាចេះទៀតណាបាទហ្នឹងហើយសោកទាំងទៀតមកបាទបានហ្នឹងហើយប្រហែលជា7 8ហ៊ុនអីយើងកាត់អានេះមកទៀតមកបាទនេះហ្នឹងហើយយើងពោះអានេះហើយបាទហ្នឹងហើយយើងពោះនេះមកបងប្អូនពោះនេះពោះហើយខ្សែមកអានេះវាចូលគ្នានេះពោះណាបាទនេះខ្ញុំសោកមកវាចូលអានេះហ្នឹងហើយបងប្អូនសេរីឲ្យតាវាស្មើនឹងមកបានបងប្អូនបាទនេះស្រីចឹងមកចេះទៅហូតមកហ្នឹងហើយយើងនេះខាត់មកដល់ហ្នឹងមកឲ្យវាកងគ្នាតិចប៉ុណ្ណឹងក៏បានដែរបងប្អូនណាដល់គ្នាក៏បានកងតិចចឹងមកនេះបងប្អូនណាហើយដល់ពេលបងប្អូនយកទៅដាក់កុំដាក់អាវងហ្នឹងឲ្យដល់ដីបាទដល់ដីអត់ជាប់អីយើងលើកផុតហើយជាមកប៉ុណ្ណេះបាទខាងក្រោមហ្នឹងយើងផុតមកបាត់ដៃក៏បាន4ថ្នប់ក៏បានបាទពុះហ្នឹងបាទទាំងវាចូលកឬចេញទៅវាចេញជាប់ជើងហ្នឹងបងប្អូនណាបាទហ្នឹងហើយខ្ញុំគ្រាន់បង្ហាញឲ្យបងប្អូនមើលបាទចេះធ្វើហ្នឹងហើយគេអ្នកធ្វើជុងលក់គេអត់ប្រាប់ទេហ្នឹងហើយគេទុកសម្រាប់លក់របស់គេហ្នឹងហើយខ្ញុំអត់ទេចង់ឲ្យបងប្អូនចេះធ្វើខ្លួនឯងវាអស់តិចបាទព្រោះបងប្អូនទិញខ្សែនៅផ្សារតែ2000 3000ហ្នឹងធ្វើមកអស់ផង3ត្បូងអីបាទតែពួកអាខ្សែនេះវាថ្លៃហ្នឹងបងប្អូនបាទខ្សែពណ៌ហ្នឹងវាថ្លៃបាទម្ដុំវា10000ធ្វើបានតែ2ត្បូងឯងហ្នឹងហើយបង20ជាងឯងបាន2ត្បូងឯងហើយថ្លៃពួកហ្នឹងបាទធ្វើខ្សែល្អហ្នឹងហើយនេះខ្សែជប៉ុនហ្នឹងបង
ហើយបង្ហាញឲ្យបងប្អូនចេះធ្វើទៅស្រួលលេងទៅបាទទៅលេងសប្បាយបងប្អូនបាទ